ការថែរក្សារាងកាយរបស់អ្នកឲ្យរឹងមាំនិងមានថាមពលគឺជាមូលដ្ឋានគ្រឹះនៃសុខភាពល្អចំពោះរាងកាយ 1. របបអាហារមានតុល្យភាពបរិភោគអាហារចម្រុះពីគ្រប់ក្រុមអាហារបន្លែផ្លែឈើសាច់ត្រីគ្រាប់ធញ្ញជាតិក្នុងសមាមាត្រត្រឹមត្រូវកំណត់ការទទួលទានអាហារកែច្នៃអាហារមានជាតិស្ករនិងខ្លាញ់មិនល្អបង្កើនជាតិទឹក hydration ផឹកទឹកស្អាតឲ្យបានគ្រប់គ្រាន់ដើម្បីធានាបាននូវជាតិទឹកត្រឹមត្រូវដល់រាងកាយ 2. ការហាត់ប្រាណទៀងទាត់ធ្វើសកម្មភាពរាងកាយឬហាត់ប្រាណជាប្រចាំដើម្បីបញ្ចេញញើសជាតិពុលនិងរក្សាសាច់ដុំនិងបេះដូងឲ្យមានសុខភាពល្អការដើរចុះឡើងជុំវិញផ្ទះឬការធ្វើសកម្មភាពរស់រវើកប្រចាំថ្ងៃក៏អាចជួយបានដែរ 3. ការគេងគ្រប់គ្រាន់គេងឲ្យបានគ្រប់គ្រាន់យ៉ាងហោចណាស់8 ម៉ោងក្នុងមួយថ្ងៃការគេងមិនគ្រប់គ្រាន់អាចធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយនិងធ្វើឲ្យអារម្មណ៍មិនល្អ 4. អនាម័យលាងដៃឲ្យបានញឹកញាប់ជាពិសេសមុនពេលបរិភោគអាហារការមានសុខភាពល្អគឺជាដំណើរការមួយពេញមួយជីវិតដែលទាមទារឲ្យមានការប្រឹងប្រែងនិងការថែទាំខ្លួនឯងជាប្រចាំ